បាទសួស្តីបងប្អូនគ្នាជួយជាមួយលោកគ្រូនៅក្នុងកម្មវិធីចែកម្លែកទៅលើបច្ចេកទេសក្នុងការប្រើប្រាស់ Excel ដែលផ្សារភ្ជាប់ជាមួយនឹងការងារប្រចាំថ្ងៃរបស់យើងអញ្ចឹងនៅក្នុងវីដេអូវគ្គនេះក៏យើងសិក្សាមួយគ្នាទៅលើlookup function ដែរប៉ុន្តែក្នុង lookup function នេះគឺបានបែងចែកជាពីរវាមាន level basic ហើយនិង level advanced អញ្ចឹងឥឡូវនេះគឺយើងបានសិក្សាមួយគ្នាទៅលើ level advanced ដែល level advanced ភាគច្រើនគឺយើងផ្គួបរូបមន្តពីរចូលគ្នាហ្នឹងហើយពីរចូលគ្នាអូខេអញ្ចឹងនៅក្នុងវីដេអូវគ្គមុនគឺយើងបានជជែកគ្នាទៅលើVLOOKUP ជាមួយនឹងif បានន័យថាដោយគោរពលក្ខខណ្ឌមួយអញ្ចឹងនៅក្នុងវីដេអូវគ្គនេះគឺយើងនឹងពិភាក្សាគ្នាទៅក្នុង VLOOKUP ជាមួយនឹង error វិញអញ្ចឹងបានន័យថាក្នុងលក្ខខណ្ឌ error if error នេះមានន័យថាបើសិនជាយើងប្រើរូបមន្តហ្នឹងទៅអត់មានព័ត៌មានដែលយើងចង់រកទេគឺវានឹងចេញ error ឲ្យប៉ុន្តែ error នេះយើងអាច key in ទៅលើព័ត៌មានបានន័យថាយើងអាច key in ថា error ហ្នឹង no data ឬក៏ដាក់ថា no information នៅក្នុងហ្នឹងក៏បានដែរអញ្ចឹងណាអូខេអញ្ចឹងជួបជាមួយលោកគ្រូទាំងអស់គ្នាអូខេអញ្ចឹងនៅក្នុងឧទាហរណ៍មួយនេះគឺលោកគ្រូមានជា ID បុគ្គលិកហើយលោកគ្រូមានជាឈ្មោះហើយបន្តមកទៀតលោកគ្រូមានជា basic pay របស់គាត់អញ្ចឹងនៅក្នុងការងារនេះបានន័យថាយើងចង់រក ID បុគ្គលិកហ្នឹងមានព័ត៌មាន paid ជាប្រាក់ខែគាត់អត់អញ្ចឹងណាអញ្ចឹងបានន័យថាយើងអាចរករូបមន្តដោយគ្រប់លក្ខខណ្ឌមួយគ្រប់លក្ខខណ្ឌមួយនៅក្នុងហ្នឹងគឺបើសិនជាมันមាន ID មួយហ្នឹងมันមានព័ត៌មាននៅក្នុង master file របស់លោកគ្រូទេមានន័យថាគឺយើងដាក់ថា no data អញ្ចឹងទៅ no data ឬក៏យើងដាក់ថាអឺអឺ no information អញ្ចឹងទៅគ្រប់លក្ខខណ្ឌមួយអូខេអញ្ចឹងនៅក្នុងរូបមន្ត if error VLOOKUP នេះគឺគ្រាន់តែយើងភ្ជាប់ជាមួយនឹង if error ពីមុខមកហើយយើងដាក់រូបមន្ត VLOOKUP មកហើយចុងក្រោយគេគ្រប់លក្ខខណ្ឌមួយបានន័យថា value if error អញ្ចឹង value if error យើងចង់ឲ្យ load 0ក៏បានយើងចង់ឲ្យ load អឺជា information ណាមួយដែលយើងចង់វាយចូលទៅក្នុងហ្នឹងក៏បានដែរអូខេអញ្ចឹងដើម្បីគណនាអឺព័ត៌មាននេះបានឬក៏ដើម្បីទាញព័ត៌មាននេះបានគ្រាន់តែយើងប្រើរូបមន្តមកលោកគ្រូលុបចាញ់សិនអញ្ចឹងដាក់រូបមន្ត if error ហើយបន្តទៀត VLOOKUP មកអូខេ VLOOKUP របស់យើងហើយនេះ value នេះគឺ lookup value របស់យើងក្បៀស1 table array អញ្ចឹង table array នេះគឺខាងលើនេះហើយក្បៀសមួយទៀតព័ត៌មានដែលយើងចង់បានគឺ column លេខ3អញ្ចឹងយើងវាយលេខ3មកហើយក្បៀស1យើងយក exactly យក for មកហើយយើងគ្រប់លក្ខខណ្ឌមួយបើសិនជាវា error ឲ្យ load មកអញ្ចឹងយើងក្បៀស1មកយើងដាក់ថ្មិញកណ្ដុរ2មកអូខេហើយបន្តទៀតយើងអាចដាក់ថា data not found អូខេ data not found data not found ប៉ុណ្ណឹងមកគឺអូខេតែម្ដងអញ្ចឹងបានន័យថាបើសិនជា ID មួយនេះมันមាននៅក្នុង master data ក៏ table array របស់យើងទេបានន័យថាគឺនឹង load data not found ឬក៏កន្លែងនេះយើងអាច key in ថា no information ណាដាក់កន្លែងនេះក៏បានដែរ no information មកអូខេអញ្ចឹងវានឹង load ថាมันមានព័ត៌មានអញ្ចឹងចំពោះការងារនេះគឺងាយស្រួលសម្រាប់យើងនៅក្នុងការងារអនុវត្តប្រចាំថ្ងៃពាក់ព័ន្ធជាមួយនឹងការរកព័ត៌មាននៅក្នុង master data ដែលយើងអាច check មើលថាបើសិនជាព័ត៌មានហ្នឹងมันមាននៅក្នុង master data របស់យើងទេយើងដាក់ថា no data ឬ no information នៅកន្លែងនេះណាអញ្ចឹងវាជួយយើងបានច្រើនក្នុងការអនុវត្តប្រចាំថ្ងៃអូខេអញ្ចឹងសម្រាប់វីដេអូបែបនេះលោកគ្រូមានតែប៉ុណ្្នឹងទេជួបជាមួយលោកគ្រូនៅក្នុងវីដេអូបន្តទៀតអរគុណជំរាបលា